ចាបងប្អូននេះហើយគឺជាអាហារពេលព្រឹករបស់នាងខ្ញុំមានសុទ្ធទាចំនួន2គ្រាប់ហើយបន្លែខ្ញុំមានសាឡាត់ស្រួយហើយនឹងទឹកសក់ខ្ទឹមបារាំងបងប្អូនមួយរយៈនឹងញ៉ាំខ្ទឹមបារាំងមានអារម្មណ៍ថាស្រួលខ្លួនមែនតើហើយគេលក់ស្រួលទៀតគេលក់ស្រួលណាហើយដល់ពេលកូនខ្ញុំអីចឹងខ្ញុំបរៀនឲ្យញ៉ាំព្រឹកឡើងឲ្យកូនញ៉ាំស៊ុតញ៉ាំបន្លែញ៉ាំអីគឺអត់សូវចូលចិត្តញ៉ាំទេកូនក្មេងដូចស្អីខ្ញុំចង់បរៀនពីតូចឲ្យហើយឲ្យចេះញ៉ាំបន្លែញ៉ាំស៊ុតអញ្ចឹងដល់ពេលខ្ញុំឲ្យញ៉ាំរាល់ថ្ងៃទៅអូយអត់ឆ្ងាញ់ទេម៉ែញ៉ាំតែស៊ុតញ៉ាំអត់ឆ្ងាញ់ទេខ្ញុំថាកូនអាហារដែលអត់ឆ្ងាញ់ប៉ុន្តែវាជួយឲ្យយើងមានសុខភាពល្អអញ្ចឹងណាបងប្អូននេះបងប្អូនឆ្ងាញ់ព្រឹកឡើងបើថ្ងៃណាខ្ញុំអត់មានបន្លែអត់មានអីបានទិញយកមកទុកនៅផ្ទះខ្ញុំស្ងោរតែពងទា2គ្រាប់ញ៉ាំព្រឹកឡើងរាល់ថ្ងៃអញ្ចឹងណាមិនមែនថាយើងអត់មានលុយញ៉ាំបបរញ៉ាំកាទៀវញ៉ាំអីទេណាបងប្អូនយើងមានប៉ុន្តែគេហៅថាយើងញ៉ាំដើម្បីសុខភាពឬក៏រាងកាយយើងត្រូវការអីអញ្ចឹងរាងកាយយើងត្រូវការអាហារល្អអញ្ចឹងយើងញ៉ាំល្អក៏វាទទួលបានល្អយើងញ៉ាំអត់ល្អក៏វាទទួលបានទៅតាមនឹងអញ្ចឹងណាបងប្អូនតោះយើងដឹងពីរាងកាយរបស់យើងហើយយើងអាចថែទាំសុខភាពយើងបានល្អយើងមិនមែនចេះតែឆ្ងាញ់រហូតទេណាយើងត្រូវគិតពីសុខភាពផងអញ្ចឹងឯណាទិញបន្លែមកផ្ទះសច្រើនមិនមែនថាគឺថាយើងធ្វើម្ហូបនៅសខ្លះអញ្ចឹងណាហើយសាច់ជ្រូកចៀនហ្នឹងគឺនៅសតែទូដែរអញ្ចឹងក៏ខ្ញុំលាយចូលគ្នាមានសាច់មានស៊ុតមានបន្លែអញ្ចឹងណាបងប្អូននេះហើយឆ្ងាញ់មួយយ៉ាងដែរបងប្អូននេះយើងមានបន្លែមានអីចឹងមកញ៉ាំអញ្ចឹងល្អមួយយ៉ាងដែរកំប្រាំងបងប្អូនអត់ចេះញ៉ាំឆៅបងប្អូនអាចស្រោះឆ្អិនក៏បានដែរយកមកលាយគ្នាលាយបន្លែលាយអីចឹងមកlại luôn chưa cho ba cho nên cho má ai bị cho chuyện món áបងប្អូនហើយសុទ្ធខ្ញុំថ្ងៃណាខ្ញុំអត់មានបន្លែញ៉ាំសុទ្ធ2គ្រាប់ជ្រលក់តែជាមួយអំបិលហើយជាការស្រេចអាហារពេលព្រឹកអាហារសម្រន់អញ្ចឹងណាបងប្អូនអ្នកគ្នាបើយើងអត់មានពេលរៀបចំបន្លែរៀបចំអីទេយើងអាចឆ្លៀតពេលព្រឹកបានតែពងបានតែសុទ្ធតែ2គ្រាប់ក៏គ្រាន់ដែរបន្លែយកមក